Ok, lấy chấp đam set parameter bây giờបន្ទាប់ពីយើងreset វាទៅ factory setting ហើយទី1យើងទៅមើល parameter ពី100យើងត្រូវដាក់វាទៅ00អូខេខ្ញុំចុច1ខ្ញុំដូរទៅ configuration ខ្ញុំទៅរក full 100 enter 00អានេះថាវានៅ default ហើយ00ហ្នឹងបន្តមកទៀត set ទៅ parameter motor អញ្ចឹងយើង set motor parameter អញ្ចឹងយើងចូល full 301បានន័យថាវានៅក្រោម300អញ្ចឹងយើងត្រូវចូលទៅរក300សិនចុច Chrome អញ្ចឹងមក enter 301យើង set វាទៅstandard motor frequency អូខេ standard motor frequency វានៅ00វា 50Hz អញ្ចឹង00នេះស្មើ 50Hz អូខេយើងទៅ302 rate motor power យើងមិនដោយសារ motor ដែលខ្ញុំ set នេះគឺ motor វា4គីឡូអញ្ចឹងខ្ញុំ set វាទៅ4គីឡូអូខេបាន set ទៅហើយ rate voltage 304 rate motor voltage 308ឬក៏400V យើងដាក់តាមនោះមកយើងមើលនៅលើ name plate ហើយ motor ចាក់ស្ដែងរបស់ខ្ញុំនេះគឺ308អញ្ចឹងដាក់308 305 rate motor current ចរន្តរបស់ motor ហ្នឹងប៉ុន្មានចាក់ស្ដែងរបស់ខ្ញុំវា 8.1 ខ្ញុំ enter 306 motor frequency rate motor frequency យើង 50Hz អូខេ rate motor speed 307 set មក rate motor speed នេះខ្ញុំដឹងហើយយើងទៅមើល name plate ដូចគ្នា28 គុតអូខេចុចចឹងមកលឿនពេក28 គុត enter maximum frequency នេះបញ្ជាក់បើសិនជាយើងដាក់60Hz វាអាច operation បានធម្មតា maximum ប៉ុន្តែនៅពេលដែលយើង monitoring វិញយើងចង់ដឹងថា frequency យើងប៉ុន្មានយើងត្រូវបោះឲ្យខាង BMS ឬក៏យើងយក monitor វាចេញអត់ត្រូវទេយើង set ពី0ទៅ10V អញ្ចឹងបើដើម្បីឲ្យវាត្រូវយើង set វាមក maximum នេះ 50Hz ដោយសារវាចេញ60នេះចេញអត់ត្រូវទេដូរមក50 enter 318 auto tuning យើងទៅបើក auto tuning មួយទៀតទៅលេខ1ឲ្យវា tune អូខេ small motor យើង back អូខេឥឡូវ back ខ្ញុំទៅ parameter 604 604.0 small motor small current អញ្ចឹងmotor របស់យើងបានយើងឲ្យវា trip ក្នុងរយៈពេលក្នុងប្រហែលពេលឥឡូវខ្ញុំដាក់8.4 ចុះដើម្បីឲ្យវា trip back 104.2 overload management ដូចជាវានៅ default ហើយfreeware stop ហ្នឹងឥឡូវខ្ញុំចូលទៅមើល01នៅក្នុង
default escape 501 escape ទៀតមកមើល parameter 500 501 acceleration 00 501 00 រយៈពេលវាឡើងទៅដល់ set speed 10 second 501 ធ្លាក់ចុះដល់ low speed ពេលដែលយើងបិទខ្ញុំឲ្យ10 second នេះគ្នាហើយតមកទៀត parameter ហើយដល់វគ្គ control type ម្ដង control យើង control ដោយ analog input ទៅមើល parameter 204 00 change វាទៅ10 volt អូខេ216 អូខេ sorry 216 00 ដូរវាទៅ130 monitor is analog output 216 1 monitor 10 volt អូខេយើងចប់ set analog input ហើយយើង set preset speed ម្ដងដោយសារយើងមាន speed ផ្សេងគ្នាយើងត្រូវផ្សេងគ្នាយើង back full back ទៅ 500 parameter 500 517 500 យើងដូរវាទៅ2 L 2H អូខេ57អូខេ571.1 L3H 57.3 ដោយសារយើង set តែ2 speed ទេអញ្ចឹង 57.2 វា H preset speed អញ្ចឹងយើងអត់ assign វាទេយើងឡងទៅ 57.3 ហ្មងទៅ set speed ឲ្យ 507.0 to preset speed នេះអញ្ចឹងយើងទៅ set speed ឲ្យវា low speed យើងយក 35 អូខេ 57.4 set preset speed ឲ្យ for preset speed ឲ្យ 507.1 នេះអញ្ចឹងយើងទៅ set វាយក 50 high speed អូយប្រញាប់ពេកអូខេលើអូខេឥឡូវយើង assign អស់ហើយអានេះជា connection wiring diagram យើង connect ទៅជើងទាំងអស់នេះអានេះ analog input analog output យើង monitor ហើយអានេះជើង connector auto manual ហើយ low speed high speed អូខេខ្ញុំឥឡូវ config ចប់ទី1ខ្ញុំតេស្តanalog input ខ្ញុំមានចុច 5V ទៅដែលមាននៅក្នុងខ្លួន VSD ស្រាប់អូខេតាក់ទងនឹង operation ហ្នឹងទី1យើងត្រូវកាច់មក auto ឬ manual សិន auto manual កាច់ទៅ auto manual ហើយយើង control ក្នុងករណី BMS បញ្ជាមកឬមានករណី sensor detect ឥឡូវខ្ញុំឲ្យ 5V 5V យើង monitor
monitoring 5V តើវាចេញ output ប៉ុន្មានចាំមើលទាំងអស់គ្នា5V ដោយសារ 5V នេះដែលនៅក្នុងខ្លួនវាហ្នឹងគឺវាអត់អាចinject មក 5V ទេវាដែលខ្ញុំវាស់ហើយហ្នឹងគឺវាឃើញ 4.95 ឥឡូវវា monitor ឃើញ 4.91 92 ចឹងទៅករណីយើង control by BMS normal mode 35ករណីមាន fire alarm យើងដោះចេញវា ធ្លាក់ fire alarm high speed យើងឆែកមើលតង់សុងដែលវា read មកគឺ 9.94 9495